សូមជូនរឿងក្មេងសម្រាមនិពន្ធដោយលីហាន់ណាហ្វីរូបភាពដោយសែមរ៉ាស៊ីនបញ្ចូលសំឡេងដោយលីហាន់ណាហ្វីរយុទ្ធជាក្មេងរស់នៅទីជនបទគាត់ជាកុមារាម្នាក់ដែលមានសណ្ដាប់ធ្នាប់និងអនាម័យល្អហើយគាត់តែងតែជួយការងារផ្ទះម្ដាយគាត់ជារៀងរាល់ថ្ងៃរយុទ្ធតែងតែដើរទៅសាលារៀនជារៀងរាល់ព្រឹកនៅតាមផ្លូវរយុទ្ធបានជួបនឹងមិត្តរួមថ្នាក់ម្នាក់ឈ្មោះសំណាងបានបោះសំរាមចោលតាមផ្លូវពេលដែលគាត់កំពុងធ្វើដំណើរទៅសាលារៀនជាមួយឪពុកគាត់រយុទ្ធបានឃើញបែបហ្នឹងហើយក៏រើសសំរាមនោះដើម្បីបោះចោលនៅសាលារៀនព្រោះតាមផ្លូវគ្មានធុងសំរាមទេជារៀងរាល់ព្រឹករយុទ្ធតែងតែរើសសំរាមតាមដងផ្លូវបានយ៉ាងច្រើនទម្រាំគាត់ដើរទៅដល់ថ្នាក់រៀនដៃរបស់គាត់កាន់សុទ្ធតែសំរាមពេលរយុទ្ធទៅដល់សាលារៀនមិត្តរបស់គាត់តែងតែសើចចំអកឲ្យគាត់ហើយហៅគាត់ថាក្មេងសំរាមរយុទ្ធមិនសប្បាយចិត្តហើយថែមទាំងយំទៀតផងថ្ងៃមួយអ្នកគ្រូបង្រៀនក្មេងៗទាំងអស់ពីមេរៀនមួយដែលនិយាយពីផលប៉ះពាល់របស់សំរាមនិងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវអ្នកគ្រូបាននិយាយប្រាប់កុមារទាំងអស់គ្នាថាការចោលសំរាមតាមដងផ្លូវផ្ដេសផ្ដាសធ្វើឲ្យប៉ះពាល់ដល់បរិស្ថានខ្យល់មានជាតិពុលបំពុលទឹកនិងដីគ្មានជីជាតិអ្នកគ្រូសួរក្មេងៗតើកូនចូលចិត្តសំរាមដែរឬទេតើកូនចង់ឃើញសំរាមនៅពាសពេញដីក្នុងទឹកដែរឬទេសំណាងបានឆ្លើយបាទអ្នកគ្រូខ្ញុំមិនចូលចិត្តទេហើយក៏មិនចង់ឃើញសំរាមមាននៅគ្រប់ទីកន្លែងដែរអ្នកគ្រូសួរបន្តនៅពេលដែលកូនបានឃើញសំរាមតាមដងផ្លូវតើកូនគួរធ្វើដូចម្ដេចសំណាងបានឆ្លើយពួកយើងត្រូវតែរើសវាចោលក្នុងធុងសំរាមនិយាយរួចសំណាងក៏បានមើលទៅមុខរយុទ្ធហាក់បីដូចជាដឹងខ្លួនខុសថាមិនគួរនិយាយបង្អាប់មិត្តបែបហ្នឹងនោះទេពេលចេញលេងសំណាងក៏បាននិយាយទៅកាន់រយុទ្ធណាឲ្យខ្ញុំសុំទោសណាដែលនិយាយមិនល្អដល់ឯងរយុទ្ធក៏មិនបានខឹងនឹងសំណាងដែរពួកគេតែងតែលេងជាមួយគ្នាយ៉ាងសប្បាយរីករាយនៅសាលារៀនមិនយូរប៉ុន្មានតាមផ្លូវទៅសាលារៀនមិនឃើញមានសំរាមដូចមុនទៀតទេរយុទ្ធសប្បាយចិត្តវិញហើយរឿងក្មេងសំរាមសន្មតថាចប់តែត្រឹមនេះសូមអរគុណ